Hello អ្នកទាំងអស់គ្នានៅថ្ងៃត្រឡប់មកវីដេអូថ្មីរបស់ខ្ញុំមួយទៀតហើយថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីម៉ូដនំភ្ញៀវដែលគាត់បានកំងខ្ញុំកាលពីមួយថ្ងៃមុននេះឯងដោយសារថ្ងៃមុនហ្នឹងមានភ្ញៀវគាត់កំងនំនេះគឺគាត់ធ្វើនំខូកណាសម្រាប់ប្រពន្ធរបស់គាត់ហើយគាត់សុំ concept បែបលក្ខណៈនំខេកជាមកគឺពណ៌ហិងសសអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមឆ្នៃឲ្យគាត់មានចិត្តទៅគឺអ្នកទាំងអស់គ្នាអាចមើលបាននៅ result ចុងក្រោយនៅtrongវីដេអូរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នា complete មើលឲ្យដល់ចប់បានដឹងថានំហ្នឹងវាស្អាតប៉ុណ្ណាអូខេខ្ញុំក៏ចាប់ផ្ដើមបាញ់ផ្កាគ្រីមបាញ់អីអញ្ចឹងណាហើយសម្រាប់ផ្កាហ្នឹងគឺខ្ញុំអត់ប្រើពណ៌សពេកគឺខ្ញុំប្រើពណ៌ហាងបែកកាក់អំពៅស្រាំបន្តិចឲ្យវាមាន color អញ្ចឹងណាហើយយើងក៏បន្ថែមជាមួយមកកុដអីអញ្ចឹងទៅពីព្រោះអីគាត់ធ្វើឲ្យប្រពន្ធរបស់គាត់ហ្នឹងបែបលក្ខណៈ queen អីអញ្ចឹងទៅហើយយើងក៏ចងបូពណ៌សឲ្យដាក់ហូមដាក់អីអញ្ចឹងមកនិយាយទៅគឺនំនេះរៀងសាមញ្ញតែមើលមកគឺស្អាតតែម្ដងហើយខ្ញុំក៏ចាប់ផ្ដើមទៅសេឈ្មោះអីចឹងមកហើយអ្នកទាំងអស់គ្នាអាចមើលបាននេះ result ចុងក្រោយនំរបស់ខ្ញុំធ្វើគឺស្អាតប៉ុណ្ណាដែរបើសិនជាស្អាត complete ជួយ comment ក្នុងវីដេអូខ្ញុំផងបើចង់កំងនំអាចកំងក្នុង page របស់ខ្ញុំទាំងពីរនេះបានអរគុណ